បាទយ៉ាងខ្លាំងក្លាមែនទែនក្នុងប្រភេទទម្ងន់60គីឡូក្រាមហើយណែមកប៉ះជាមួយកីឡាករបង្គោលខៀវទីតូបាទសាក់មកប្រកួតដណ្ដើមយកជ័យជំនះយកទៅជូនប្រជាជនប្រទេសរបស់គេតែយ៉ាងណាគូទី5នៃពីគូការតាំងចិត្តការលើកទឹកចិត្តខ្លួនឯងជារឿងមួយដ៏សំខាន់ដែរប៉ុន្តែការពិតក្រោយការប្រកួតបានបញ្ចប់ឯនេះទេអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាបងប្អូនបង្គោលក្រហមធីមបូរ៉ាមិនអាចប្រហែសបានទេបាទមិនអាចប្រហែសបានទេបូរ៉ាហើយក៏ជាកីឡាករបាទហៅថាមានការប្រកួតដ៏ស្ងៀមស្ងាត់តែមុតស្រួចសម្រាប់អាវុធទាំងបងទាំងប្អូនបាទហើយនេះឌីម៉ាក៏មកឲ្យទឹកប្អូនដែរបាទយ៉ាទល់ប្រយោលគេច្បាស់ជាស្គាល់បូរ៉ាច្បាស់ហើយបាទសម្រាប់ទីតូដូច្នេះក្នុងដំណើរនៅទឹកមួយនេះគេគង់នឹងមិនហ៊ានធ្វើអីប្រេះផ្ដាស់ទេស្ទាបស្ទង់ថយដកធាក់ទល់គាត់ដឹងហើយកែងរបស់បុរាណនឹងកណ្ដាប់ដៃដ៏ធ្ងន់ដួលកីឡាករបរទេសច្រើនអ្នកហើយទាំងចំគោលដៅពេញនិងចំបាំងក៏មានកីឡាករបាត់បោះបង់ការប្រកួតបន្តមកហើយដែរឥឡូវនេះទស្សនិកជនកំពុងតែសម្លឹងមិនដាក់ភ្នែកទេបាទទាត់ទទួលក្រោមពីបុរាអូឈរចំហនឹងល្អហើយក៏រងចាំបុរាបាទបងប្អូនគូនេះបុរាបើសិនជាឈ្នះដៃគូគឺគ្រីតនិងឧបត្ថម្ភ2លានរៀលពីលើតម្លៃខ្លួនសូមសម្លេងហូឲ្យឃីមបូរ៉ាមួយមកអ្នកឈ្នះ2លានរៀលមិនហ្នឹងបាទមានតែឡុងសុភីមួយរូបទេដែលអូយយមួយជើងក្រោមដាច់ចន្ទុលកាប់គល់រំជួយមេឃអាយ៉ាយ៉ាងម៉េចទៅហើយបាទទីតូអាយយបងប្អូនមើលទម្ងន់ជើងរបស់បូរ៉ាការទាត់កាប់ចន្ទុលរបស់បូរ៉ាពិតជាធ្ងន់មែនតើញ៉ាកដាលោកខឹមសុជាតិសម្រាប់រាប់ហើយទីតូទៅមិនទៅធ្ងន់ណាស់5 6 7 8អាយ៉ាយ៉ាងម៉េចហើយទេបាទទីតូបូរ៉ាចន្លោឆ្វេងគាត់ក្រោមទីតូងើបយឺតមួយអាយ៉ាមិនដែរ You the corner 1 2 3 4 5 6 7 8អូខេបាទសល់ពេលវេលាជាង20វិនាទីរាត់ផ្ទះស្ដាំម្ដាយហើយក៏តាមទាត់ឆ្វេងញ៉ាកដាលសម្រាប់បញ្ឈប់ទៅហើយអូយបាទពិតជាគួរឲ្យសោកស្ដាយចាគូឯងចុងក្រោយឃីមបូរ៉ាអត់ទាន់បានបែកញើសទេចាប៉ុន្តែបានប្រើនៅស្លៀកពិសេសរបស់ខ្លួនតាមរយៈការទាត់ផ្ដាច់ជើងក្រោមជាច្រើនលើកដែលធ្វើឲ្យកីឡាករថៃដួលជាច្រើនដងហើយនៅពេលនេះយើងក៏រកឃើញអ្នកដែលទទួលបានជ័យជំនះផងដែរដែលផ្ដួលឲ្យដៃគូបបងការប្រកួតត្រូវលោកអញ្ញាកដាបញ្ឈប់នៅត្រឹមទឹកទី1បានទៅលើបង្គោលក្រហមឃីមបូរ៉ា